រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំមានបទពិសោធន៍ចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាចាគ្រាន់តែព្រលឹមឡើងណាចាលឺតែកម្ពុជាមីខ្ញុំនេះចាតាសៃឈាមកំរើកដៃញ័រធ្វើហ្មងចាតាការ៉េមួយវិញណាគាត់បានដើរមកនិយាយជាមួយអ្នកមីងមេការរបស់ខ្ញុំណាចានិយាយពីរឿងជនជាតិកូរ៉េស្លាប់នៅប្រទេសកម្ពុជាយើងប្រហែលថ្ងៃមុនហ្នឹងចាហើយខ្ញុំស្អប់ចរិតជនជាតិកូរ៉េមួយចំនួនណាគឺត្រង់ចំណុចហ្នឹងនិយាយគ្មានភាពច្បាស់លាស់ហេអត់ដឹងរឿងច្បាស់លាស់ហេតែនិយាយមកឲ្យធ្វើម៉េចឲ្យតលយចានិយាយឲ្យតលយនៅតែនិយាយជនជាតិកូរ៉េស្លាប់នៅកម្ពុជាហើយអត់ព្រមបញ្ជាក់អីថាមិនស្លាប់នៅកម្ពុជាហើយមកនិយាយសួរទៀតថាស្លាប់ដោយសារអីស្លាប់ដោយសារអីគេរៀបរាប់តាមក្បាលបាល់របស់គេចឹងទៅចាហើយគាត់ចេះតាសួរបញ្ជាក់ថាជនជាតិកូរ៉េស្លាប់មែនហើយស្លាប់នៅណាស្លាប់ដោយសារអីចឹងណាហើយគាត់ចេះតែមើលមុខខ្ញុំភ្លឺហើយខ្ញុំក៏មើលមុខគាត់វិញហើយខ្ញុំក៏ឆ្លើយតបទៅវិញថាហើយគាត់ក៏មកសួរខ្ញុំដែរគាត់ថាជនជាតិកូរ៉េស្លាប់មែនទេហើយស្លាប់នៅប្រទេសកម្ពុជាមែនទេខ្ញុំឆ្លើយចាស្លាប់មែនជនជាតិកូរ៉េស្លាប់មែនហើយស្លាប់នៅប្រទេសកម្ពុជាមែនប៉ុន្តែហើយគាត់ក៏បានសួរខ្ញុំបន្តខ្ញុំអត់តបាននិយាយអីគាត់ក៏សួរខ្ញុំបន្តចោះថាអ្នកប្រព្រឹត្តបទល្មើសហ្នឹងជនជាតិខ្មែរមែនគាត់សួរខ្ញុំអញ្ចឹងខ្ញុំក៏ឆ្លើយទៅវិញថាជនជាតិកូរ៉េស្លាប់មែនហើយស្លាប់នៅប្រទេសកម្ពុជាមែនប៉ុន្តែអ្នកប្រព្រឹត្តបទល្មើសមិនមែនជាជនជាតិខ្មែរទេគឺជាជនជាតិកូរ៉េនិងជនជាតិចិនចាហើយខ្ញុំក៏ប្រាប់ទៅទៀតថាបើចង់ទៅលេងលក្ខណៈដំណើរកំសាន្តទៅចោះសុវត្ថិភាពចាហើយបើចង់ទៅធ្វើការកុំទៅធ្វើការជាមួយនឹងជនជាតិចិនឲ្យសោះហើយគឺខ្ញុំប្រាប់ទៀតថាសម្រាប់ជនជាតិចិនណាមិនមែនតែនៅលើប្រទេសកម្ពុជាទេនៅកូរ៉េក៏មាននៅថៃក៏ធ្លាប់មានដែរចារឿងចាប់ចម្រិតល្បែងអនឡាញអីហ្នឹងចាខ្ញុំក៏ប្រាប់អញ្ចឹងហើយតាហ្នឹងក៏ស្ងាត់មាត់ខ្ញុំនិយាយមែនណាកុំតែថាតាហ្នឹងជាមនុស្សដែលថាអាចនិយាយឲ្យគាត់ស្ដាប់ស្ទើរតាក់ឯណាបើត្រឹមត្រូវដូចគេខ្ញុំប្រាប់ខ្ញុំដាក់ឲ្យផ្អើលរោងចាក់ហ្មងកុំឲ្យចេះតែលយចាដល់ពេលខ្ញុំនិយាយតបទៅអញ្ចឹងទៅបានស្ងាត់មាត់ចាខ្ញុំនិយាយមែនបើគេឌីលខ្ញុំគេថាខ្ញុំចេះខ្ញុំអត់ចេះធ្វើការខ្ញុំល្ងងខ្ញុំធ្វើការកើតខ្ញុំអត់សូវឈឺទេខ្ញុំនិយាយមែនខ្ញុំអាចអត់ធ្មត់បានតែគ្រាន់តែលឺខ្មែរកម្ពុជាបែបនេះបែបនោះខ្ញុំសឹងទៅបារម្ភអត់បានចាប៉ុន្តែសម្រួមនិយាយហេតុផលនិយាយបកស្រាយចាហើយខ្ញុំក៏បើកវីដេអូជនជាតិកូរ៉េដែលគាត់បានចេញមកដូចថាការពារប្រទេសកម្ពុជាយើងបែបនេះបែបនោះនឹងបើកឲ្យមកយាយមើលដែរអញ្ចឹងណាចាហើយមួយទៀតចង់និយាយថាចេះរឿងប៉ុណ្្នឹងហើយសំខាន់ចេះពុកម៉ែបងប្អូនទាំងអស់គ្នារឿងកូរ៉េផ្សាយពីខ្មែរហ្នឹងណាវាមិនមែនតិចដងទេច្រើនដងឯងតាំងពីរឿងអក្រិតកម្មចាប់ចម្រិតលើកមុនប្រហែលខែមុននេះនៅខាងក្រុងបរសៃអនុរឿងចាប់ឃុំក្មេងស្រីចាប់រំលោភដល់មានផ្ទៃពោះដោយសារជនជាតិចិនរឿងចុះកូរ៉េចោះទៅថតផ្សាយព័ត៌មានស្អីផ្សេងអក្រិតជនជាតិចិននៅកូរ៉េច្រើនដងហើយគេផ្សាយពុកម៉ែបងប្អូនទាំងអស់គ្នាហើយសួរថាតើយើងឈឺទេឈឺចាំប៉ុន្តែសួរថាតើបន្ទោសគេនឹងបន្ទោសត្រូវទេអត់ត្រូវទេរឿងគេផ្សាយនឹងព្រោះវាជាការពិតថងចំណុចហ្នឹងគឺយើងត្រូវតែកែលម្អតែអ្វីដែលគេផ្សាយទៅលើសលួសផ្សាយទៅលើសពីការពិតយើងត្រូវតែតវ៉ាចាឃើញមករយៈមុនទេដែលរឿងបញ្ហាថៃមកបកកចំនួនមុនហើយគេផ្សាយព័ត៌មានតាមថៃហើយនេះយើងអ្នកនៅកូរ៉េនេះអ្នកការទូតនៅកូរ៉េគឺយើងទៅតវ៉ាជាមួយនឹងស្ថាននៃទូរទស្សន៍របស់គេទៅគេបដូរសារព័ត៌មានមកវិញវាអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែចំណុចរឿងអក្រិតកម្មរឿងអីផ្សេងនេះគឺគេផ្សាយមកជាហោហែតែយើងដោះស្រាយបានទេអត់ទេចាហើយមួយវិញទៀតចង់និយាយតែចាប៉ុណ្្នឹងហើយចាអស់លោកស្រីលោកបងអ្នកនៅកូរ៉េនេះមួយចំនួនទៀតចាមួយចំនួននេះចាជើងកាងចាស៊ីផឹកអ្នកចម្បាំងនៅក្នុងវងស៊ីផឹកចាបានស៊ីខំគ្នារាល់ពេលបនទៀនរាល់ពេលសៅរ៍អាទិត្យអត់ដែរលួសទេគឺថាល្បីជាប្រចាំល្បីប៉ុណ្ណឹងមកសុំនេះណាថាពីមុនទៅយួនហើយនឹងសៀមវាល្បីរឿងគ្រឿងញៀនលបែងហើយនឹងអាណាចារលក់ដូរឲ្យគេសេវាកម្មអីផ្សេងអញ្ចឹងចុះឥឡូវស្អីដែរនេះអស់លោកលបងមកក្រុមនោះចាឥឡូវចេញព័ត៌មានមកទៀតណាចានាំចូលផលិតផលគ្រឿងញៀនបណ្ដោះអាសន្ននិយាយឲ្យស្រួលស្ដាប់ទៅគេលោថាគ្រឿងញៀនបណ្ដោះអាសន្នពុកម៉ែបងប្អូនអត់ស្គាល់ប្រភេទថ្នាំសម្រាម
យកលត់ផលិតផលសម្រាប់យកចូលមកឥឡូវគេចាប់បាននៅភូសានសួរថាយកមកទៅຕົកណាបើបតាក់គ្នាដូចដាក់លេខរៀងអញ្ចឹងនេះហើយសួរដាក់លេខរៀងយកគេឈ្មោះទៅមិនថាទេអញលក់មុខសាហាវព្រៃផ្សាយចាក្នុងនាមយើងប្រជាពលរដ្ឋក្នុងប្រទេសណាមួយជាពិសេសប្រទេសខ្មែរហ្នឹងយើងជាពលរដ្ឋនៅក្នុងប្រទេសខ្មែរយល់អត់មិនមែនត្រឹមតែខ្លួនឯងរស់នៅក្នុងស្រុកខ្មែរទឹកដីខ្លួនឯងរស់នៅលើទឹកដីគេនេះក៏ដោយបើយើងគ្មានសមត្ថភាពក្នុងការលើកមុខមាត់ប្រទេសជាតិខ្លួនឯងឲ្យវារីកខ្ពង់ពោះដល់ណាដល់នៃពិភពលោកគេស្គាល់ទេបើយើងមិនចង់បើយើងគ្មានសមត្ថភាពទេគ្រាន់តែធ្វើជាបុគ្គលឬពលរដ្ឋរបស់ប្រទេសនឹងដែលល្អរស់នៅឲ្យវាស្ងាត់ទៅធ្វើតែប៉ុណ្្នឹងទៅមិនបាច់ចាំទៅកសាងគេឈ្មោះក៏បានដែររស់នៅឲ្យស្ងាត់រស់នៅឲ្យវាមានសន្តិសុខគេហៅថាសន្តិសុខនៅក្នុងសង្គមជាតម្លៃនៃមនុស្សប៉ុណ្្នឹងក៏បានដែរសួរថាតើនេះខួរក្បាលរាល់ថ្ងៃហ្នឹងអាក្នុងខួរក្បាលហ្នឹងគិតបានត្រឹមតែមួយរង្វង់ភ្នែកហ្នឹងទេឬក៏យ៉ាងម៉េចឬក៏គិតបានត្រឹមតែមួយរង្វង់អាលាហ្នឹងទេគិតចេញក្រៅអត់បានទេឆ្ងល់ហ្មងសែនឆ្ងល់សាហាវព្រៃផ្សាយចាល្បីបតារឿងអក្រិតកម្មនៅខ្មែរហ្នឹងប្រហែលលើកអី4 5 6 7 10 20 30 40លើកអីចាគេផ្សាយបតាហើយសួរតែគេខុសអត់ខុសទេព្រោះអីវាជាការពិតតែបើរឿងគេនិយាយមកប្រលើសអាហ្នឹងគេខុសយើងតវ៉ាគេទៅចាប៉ុន្តែសួរថារឿងដែលយើងធ្វើនេះបើគេខុសយើងអាចប្រកែកយើងតវ៉ាបានចោះរឿងដែលយើងធ្វើហ្នឹងយើងតវ៉ាមួយគេមិនយើងប្រកែកមួយគេមិនយើងដោះស្រាយអីមិនឬក៏នៅចាំតែកើតទុកហើយធ្វើបន្តទៀតឬក៏យ៉ាងម៉េចខ្ញុំវាអត់យល់ហើយស្អីគេអារឿងប្រទេសជាតិប៉ុណ្ណានៃនេះនៅស្អីគេកូនចៅអាចារ្យស្អីនេះពីមុនខ្ញុំនិយាយមែនខ្ញុំសរសើរចាស់ស្មូតចាស់អីត្រឹមត្រូវឥឡូវគេជេរមកវគ្គមុនហ្នឹងវាស្ងាត់ពេកចាគេជេរស្ងាត់ហើយអត់ព្រមស្ងាត់ទេនៅចេញមកបកស្រាយស្អីទៀតអារឿងមកដុំខ្លួនឯងសោះហ្នឹងចេញមកបកស្រាយគេជេរបន្តទៀតហើយចង់និយាយថាចេះចង់រកឲ្យខ្លួនធ្វើម៉េចឲ្យខ្លួនឯងត្រូវមែននិយាយចេញមកខ្ញុំគ្រាន់តែប្រាប់ទេពាក្យសម្ដីរបស់អ្នកឯងនិយាយចេញមកគ្មានទំនួលខុសត្រូវអីសំបីតែមួយរឿងគ្មានបុគ្គលិកលក្ខណៈជាមនុស្សប្រុសអីសំបីតែ 1% ចាហាឡើងសម្ដីនិយាយចេញមកការឲ្យតែមានតែសវលផងចាល្អឲ្យមានដៃមួយខាងមហាថោកទៀតចាថោកសាហាវត្រឹមតែអ្នកឯងមានចំណងអាពាហ៍ពិពាហ៍ភ្ជាប់ពាក្យអីជាមួយគេនឹងហើយអ្នកឯងអត់មិនបានស្លន់ទៅរកស្រីក្រៅហ្នឹងណាទៅរកស្រីផ្សេងហ្នឹងអ្នកឯងវាថោកទៀតទៅហើយឬមួយក៏អ្នកឯងចង់ឲ្យគេចេញមកបកស្រាយថាអត់ទេខ្ញុំអ្នកខុសខ្ញុំអ្នកប្រច័ណ្ឌគេទៅរកស្រីខ្ញុំអ្នកខុសដោយសារខ្ញុំចំកូនម្នាក់ឯងនឹងខ្ញុំខុសហើយអញ្ចឹងមែនហើយផ្ដាំទៅមីអូននោះផងស្អាតគ្រាន់បើដែរប៉ុន្តែហេតុអីបានជាអត់មានសមត្ថភាពរកមនុស្សប្រុសល្អត្រឹមត្រូវរកប្តីមួយខ្លួនឯងតែឯងមិនចូលចិត្តស៊ីរបស់គេចូលចិត្តស៊ីដដែលគេចូលចិត្តចៃគ្នាស៊ីឬក៏មិនហើយកុំភ្លេចភ្ជាប់ពាក្យហើយការហើយទៅចុយតាសវលផងណាប្រយ័ត្នគំរូមាននៅមុខស្រាប់ហើយតើណែហេកូម៉េលោកអើយអត់តនេប្រោយអត់សម្រា